និរសៀលថ្ងៃទី23ខែមិថុនាឆ្នាំ2025ឯកឧត្តមហួតហរដ្ឋមន្ត្រីក្រសួងទេសចរបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលវិក្រិតកម្មមគ្គុទ្ទេសក៍ទេសចរតំបន់សៀមរាបសម្រាប់ឆ្នាំ2025ដែលវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល5ថ្ងៃរៀបចំឡើងក្នុងគោលបំណងពង្រឹងនិងអភិវឌ្ឍសមត្ថភាពចំណេះដឹងនិងជំនាញមគ្គុទ្ទេសក៍ទេសចរដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់វិស័យទេសចរនាពេលបច្ចុប្បន្នក្នុងពិធីដ៏អធិកអធមនេះមានការអញ្ជើញចូលរួមពីឯកឧត្តមងើសេងកាក់អភិបាលរងខេត្តតំណាងឯកឧត្តមប្រាក់សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តសៀមរាបឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំក្រសួងទេសចរឯកឧត្តមហងពៅអគ្គនាយកនៃអាជ្ញាធរជាតិអប្សរាលោកជំទាវឆៃស៊ីលៀនប្រធានសមាគមទេសចរកម្ពុជាកាតាឯកឧត្តមលោកជំទាវលោកស្រីតំណាងក្រសួងស្ថាប័នមន្ទីរទេសចរខេត្តសៀមរាបសមាគមទេសចរកម្ពុជាខេត្តសៀមរាបសហគមន៍ក្លឹបទេសចរខេត្តសៀមរាបសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរលោកគ្រូអ្នកគ្រូឧទ្ទេសលោកស្រីមគ្គុទ្ទេសក៍ទេសចរតំបន់សៀមរាបនិងជាសិក្ខាកាមលោកស្រីភ្ញៀវកិត្តិយសប្រតិបត្តិការទេសចរមកពីសន្តាគារផ្ទះសំណាក់ភោជនីយដ្ឋានអាជីវកម្មម៉ាស្សានិងស្ប៉ាសរុបចំនួន203នាក់នៅសន្តាគារ Regency អង្គរថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នេះឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមគ្គុទ្ទេសក៍ទេសចរនិងជាសិក្ខាកាមក៏ដូចជាមគ្គុទ្ទេសក៍ទេសចរទាំងអស់នៅទូទាំងប្រទេសដែលបានបំពេញការងារក្នុងវិស័យទេសចរនិងបានដើរតួនាទីជាអ្នកផ្សព្វផ្សាយទេសចរកម្ពុជាដ៏សកម្មព្រមទាំងផ្សព្វផ្សាយព័ត៌មានវិជ្ជមានពីកម្ពុជាសម្ដៅលើកម្ពុជាកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើសុំមគ្គុទ្ទេសក៍ទេសចរទាំងអស់ត្រូវបន្តអភិវឌ្ឍសមត្ថភាពនិងជំនាញមគ្គុទ្ទេសក៍ទេសចរជាប់ជាប្រចាំហើយសូមបន្តឆន្ទៈរួបរวมសាមគ្គីគ្នាតែមួយឈលលើស្មារតីមហាគ្រួសារវិស័យទេសចរត្រូវតម្កល់ឧត្តមប្រយោជន៍ជាតិនិងកិត្តិយសជាតិជាធំដោយត្រូវប្រតិបត្តិវិជ្ជាជីវៈនិងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យមានការចូលរួមផ្សព្វផ្សាយឲ្យបានស្រុះគ្នានិងទូលំទូលាយនៅយុទ្ធនាការទេសនាកម្ពុជានៅរដូវកាលបៃតងតាមរយៈការផលិតមាតិកានិងការផ្សព្វផ្សាយសក្តានុពលទេសចររបស់កម្ពុជាដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកទេសនាកម្ពុជាឲ្យកាន់តែច្រើនឡើងជាលំដាប់